គម្រោងអភិវឌ្ឍទំនប់អាងទឹកលីក2សម្រាប់ការសាងសង់បាន 40% គម្រោងអភិវឌ្ឍទំនប់អាងទឹកលីក2អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ860ម៉ែត្រគូបនិងក្លាយទៅជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយក្នុងឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងទឹកលីក2នឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមានទី1អាចស្តុកទឹកបាន860លានម៉ែត្រគូបអាចស្រោចស្រពលើផ្ទៃដីចំនួន 262,500 ហិកតាដែលនឹងផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រឹងវិសាលភាពលើវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កមហន្តរាយកន្លងមកទី3បញ្ជៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់ទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះអាចសម្រេចបានប្រមាណ 40% ដោយបានចាប់ផ្ដើមអនុវត្តនៅក្នុងខែមករាឆ្នាំ2025ហើយក្រុងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027